សប្បុរសជននៅភ្នំពេញមានមន្ត្រីរាជការអាជីវករប្រជាពលរដ្ឋរួមគ្នាចែកស្បៀងជូនជនភេសជ្ជជាង204គ្រួសារនៅក្រុងរុនតាឯកដេកជោសែនជាលើកទី2ហើយដែលសប្បុរសជននៅទីក្រុងភ្នំពេញមានមន្ត្រីរាជការអាជីវករប្រជាពលរដ្ឋរួមគ្នាចែកស្បៀងជូនជនភេសជ្ជ204គ្រួសារស្នាក់នៅពីទីតាំងផ្សេងគ្នាស្ថិតនៅក្រុងរុនតាឯកខេត្តសៀមរាបក្នុងពិធីចែកស្បៀងជូនជនភេសជ្ជនៅក្រុងរុនតាឯកដេកជោសែននាខេត្តសៀមរាបក្រោមវត្តមានលោកអឹងសុផាន់អភិបាលក្រុងរុនតាឯកដេកជោសែនអភិបាលរងក្រុងរួមជាមួយមន្ត្រីរាជការពាណិជ្ជករអាជីវករនិងប្រជាពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនារសៀលថ្ងៃទី10ខែមករាឆ្នាំ2026បន្ទាប់ពីចែកស្បៀងជូនជនភេសជ្ជរួចបន្តដំណើរមើលការអភិវឌ្ឍនៃក្រុងរុនតាឯកដេកជោសែនមានផ្លូវបេតុងបង្គោលសូឡាប្រព័ន្ធទឹកភ្លើងសាលារៀនមន្ទីរពេទ្យវត្តអារាមលាក់ឃើញថារីកចម្រើនគ្រប់វិស័យលោកអឹងសុផាន់បានមានប្រសាសន៍ថាបើទោះបីជាបងប្អូនជនភេសជ្ជមកស្នាក់នៅក្នុងវត្តពិតមែនប៉ុន្តែក៏ស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានដោយយកចិត្តទុកដាក់ជាទីបំផុតនៅចំពោះមុខអាជ្ញាធរបានរៀបចំឲ្យមានទឹកស្អាតអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ជាពិសេសជាងនេះទៅទៀតក៏មានស្បៀងក្រុមគ្រូពេទ្យជាប្រចាំផងដែរសម្រាប់ព្យាបាលដល់ជនភេសជ្ជឲ្យបានទាន់ពេលវេលាហើយសម្រាប់អំណោយពីសប្បុរសជននាំយកមកចែកជូនមិនក្រោម3ដងក្នុងមួយគ្រួសារដែលទទួលបានចំពោះសប្បុរសជនដែលបានអញ្ជើញទៅចូលរួមចែកស្បៀងនិងសម្ភារៈដល់គ្រួសារភេសជ្ជផ្ទាល់រួមមានលោកស្រីអឹមថាវីបានជួយសៀង200ដបស្ករស200កញ្ចប់នំ150ស្បោងលោកផុនសុផាននិងភរិយាបានជួយអង្គ2តោនលោកប្លង់សីហៈបានជួយទឹកស៊ីអ៊ីវ75យួរទឹកត្រី75យួរបង្គា2000គ្រាប់និងស្ករអំពៅ100គីឡូដោយឡែកលោកប្លង់សីហៈបានជួយបន្ថែមនៅថវិកាធ្វើម្ហូបចែកជូនជនភេសជ្ជបន្ថែមទៀតក្នុងនោះក៏មានលោកពូចបន្ថុលនិងភរិយាលោកសំធាលោកហេងពេញហៀបនិងក្រុមគ្រួសារលោកដឹមបូរីនិងភរិយាលោកស្រីណារិនជេមសុនមកពីសហរដ្ឋអាមេរិកលោកហែមរតនាលោកម៉ៃឡុងនិងភរិយាព្រមទាំងសប្បុរសជនប្រុសស្រីជាច្រើនគ្រួសារទៀតដែលមិនបានមកចូលរួមចែកសម្ភារៈនិងថវិកាផ្ទាល់ចំពោះសម្ភារៈគ្រឿងឧបភោគបរិភោគដែលត្រូវយកទៅចែកជូនជនភេសជ្ជចំនួន2ទីតាំងសរុប204គ្រួសារនៅក្នុងនោះអំណោយទាំងអស់រួមមានទឹកត្រីមីទឹកបរិសុទ្ធសម្លៀកបំពាក់អង្ករពងទានំកញ្ចប់និងថវិកាមួយចំនួនក្នុងនោះក៏មានអង្គការចែកថ្នាំពេទ្យជូនជនភេសជ្ជផងដែរ